7 វិធីការពារតម្រងនោមឬក្ររៀនរបស់លោកអ្នកឲ្យមានសុខភាពល្អដែលអ្នកត្រូវដឹងដើម្បីកុំឲ្យមានជំងឺតម្រងនោមឬខូចក្ររៀនបាទអូនពូមីងអ្នកខ្លះដែលកំពុងតែមានបញ្ហាតម្រងនោមបងប្អូនណាបាទប្រើផលិតផលច្រើនជាបាលជាច្រើនកន្លែងច្រើនទីតាំងហើយមិនទាន់បានធូរមិនទាន់បានជាបាទអញ្ចឹងកុំឲ្យអស់សង្ឃឹមសម្រាប់ផលិតផលនៅខាងមុខខ្ញុំនេះគឺឲ្យឈ្មោះថាឱសថបុរាណខាខូធីលគឺជាផលិតផលរបស់ប្រទេសឥណ្ឌាបាទពូកែល្អលេខ1ខ្លាំងមែនទែនទៅលើការព្យាបាលបញ្ហាតម្រងនោមរបស់អូនលោកស្រីឆាតមកក្នុង page ឥឡូវនេះឬក៏ call មកឥឡូវនេះដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសជូនផងដែរសម្រាប់50អ្នកដំបូងតម្រងនោមគឺជាសរីរាង្គពីរដែលមានរាងដូចគ្រាប់សណ្ដែកមានទំហំប៉ុនកណ្ដាប់ដៃដែលស្ថិតនៅផ្នែកខាងក្រោយនៃពោះសងខាងឆ្អឹងកងខ្នងនិងខាងក្រោមសន្ទះទ្រូងតម្រងនោមត្រូវបានគេចាត់ទុកថាជាសរីរាង្គសំខាន់ជាងគេក្នុងប្រព័ន្ធបញ្ចេញចោលវាមានតួនាទីសំខាន់ដូចជាច្រោះឈាមដើម្បីបញ្ចេញសារធាតុកាកសំណល់និងសារធាតុរាវដែលលើសដើម្បីរក្សាតុល្យភាពនៃទឹកអំបិលនិងសារធាតុរ៉ែដូចជាសូដ្យូមកាល់ស្យូមប៉ូតាស្យូមនិងផូស្វ័រនៅក្នុងឈាមដោយសារតែតួនាទីដ៏សំខាន់ដែលមិនអាចខ្វះបាននេះហើយទើបយើងគួរតែស្វែងយល់ពីវិធីថែរក្សានិងការពារតម្រងនោមឬក្ររៀនឲ្យបានល្អតាមរយៈការហាត់ប្រាណឲ្យបានទៀងទាត់លំហាត់ប្រាណទៀងទាត់ជួយកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោមរ៉ាំរ៉ៃថែមទាំងគ្រប់គ្រងសម្ពាធឈាមនិងការលើកកម្ពស់សុខភាពបេះដូងផងដែរទី2គ្រប់គ្រងជាតិស្ករក្នុងឈាមនិងតាមដានសម្ពាធឈាមអ្នកដែលមានជំងឺទឹកនោមផ្អែមឬជាតិស្ករក្នុងឈាមខ្ពស់ងាយនឹងខូចតម្រងនោមជាងអ្នកធម្មតានៅពេលដែលកោសិកានៃរាងកាយរបស់យើងមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានដូចនេះតម្រងនោមត្រូវធ្វើការកាន់តែខ្លាំងនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្រងនោមសម្ពាធឈាមខ្ពស់បញ្ហាសុខភាពផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែមជំងឺបេះដូងឬកូលេស្តេរ៉ុលខ្ពស់មានឥទ្ធិពលយ៉ាងខ្លាំងលើតម្រងនោមនិងរាងកាយរបស់យើងទី3របបអាហារនិងទម្ងន់អ្នកដែលលើសទម្ងន់ឬធាត់មានហានិភ័យខ្ពស់ចំពោះជំងឺដូចជាជំងឺទឹកនោមផ្អែមជំងឺបេះដូងនិងជំងឺតម្រងនោមរបបអាហារដែលមានជាតិសូដ្យូមទាបដូចជាខាត់ណា blueberry គ្រាប់ធញ្ញជាតិជាដើមអាចកាត់បន្ថយហានិភ័យនៃការខូចខាតដល់សរីរាង្គផងដែរទី4ការផឹកទឹកឲ្យបានច្រើនការផឹកទឹកប្រហែល8កែវក្នុងមួយថ្ងៃឬ1លីត្រកន្លះទៅ2លីត្រក្នុងមួយថ្ងៃគឺជាសកម្មភាពដ៏ល្អបំផុតសម្រាប់សុខភាពតម្រងនោមហើយការផឹកទឹកជាទៀងទាត់ជួយកម្ចាត់នូវជាតិសូដ្យូមនិងជាតិពុលផងដែរទី5ហាមជក់បារីនិងផឹកស្រាការជក់បារីនិងផឹកស្រាធ្វើឲ្យខូចសរសៃឈាមនិងគលៀនដូច្នេះវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពតម្រងនោមទី6កុំប្រើប្រាស់ថ្នាំដែលមិនមានប្រភពច្បាស់លាស់និងមិនមានវេជ្ជបញ្ជាត្រឹមត្រូវទី7ពិនិត្យនិងតាមដានសុខភាពឲ្យបានទៀងទាត់ប្រសិនបើអ្នកមានហានិភ័យខ្ពស់នៃជំងឺតម្រងនោមឬមានវារួចទៅហើយអ្នកគួរតែពិនិត្យមុខងារតម្រងនោមរបស់អ្នកឲ្យបានទៀងទាត់ដូចជាមនុស្សដែលមានអាយុលើសពី60ឆ្នាំឡើងទៅរួមទាំងមនុស្សធាត់ត្រូវទៅពិនិត្យគលៀនជាប្រចាំដើម្បីជួយឲ្យរាងកាយដំណើរការបានយ៉ាងល្អបើពុកម៉ែបងប្អូនពេញចិត្តនៅវីដេអូមួយនេះសូមជួយចុច like និង share ដើម្បីចែករំលែកទៅដល់ពុកម៉ែបងប្អូនយើងផ្សេងទៀតឲ្យបានដឹងផង